តម្លៃមាសងើបឡើងវិញបន្តិចហើយនៅក្នុងព្រឹកនេះអរុនសួស្តីក៏ដូចជាជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនឹងធ្វើវីដេអូដើម្បីធ្វើការអាប់ដេតនៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់នៅព្រឹកថ្ងៃទី14ខែកុម្ភៈឆ្នាំ2026បាទអញ្ចឹងទេបើសិនជាបងប្អូនចូលចិត្តវីដេអូបែបនេះក៏ដូចជាចង់តាមដាននៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់ជារៀងរាល់ថ្ងៃបងប្អូនអាចធ្វើការ Subscribe YouTube Channel របស់ខ្ញុំពីព្រោះតែខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតនៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់ជារៀងរាល់ថ្ងៃតែម្ដងបាទអញ្ចឹងទេនៅក្នុងព្រឹកនេះតម្លៃមាសបានធ្វើការហក់ឡើងមកវិញហើយតម្លៃចុងក្រោយដែលខ្ញុំបានចូលទៅមើលហ្នឹងគឺមាសស្ថិតនៅក្នុងតម្លៃ$5042ក្នុង1អោនឬបើសិនជាគិតជាតម្លឹងហ្នឹងគឺស្មើនឹង$6050ក្នុង1តម្លឹងឬស្មើនឹង$605ក្នុង1ជីផងដែរបាទចំណែកឯប្រាក់វិញតម្លៃប្រាក់ចុងក្រោយដែលខ្ញុំបានចូលទៅមើលហ្នឹងគឺប្រាក់ស្ថិតនៅក្នុងតម្លៃ$77ក្នុង1អោនឬបើសិនជាគិតជាតម្លឹងហ្នឹងគឺស្មើនឹង$92ក្នុង1តម្លឹងឬស្មើនឹង$9.2ក្នុង1ជីហើយបើសិនជាគិតជាគីឡូក្រាមហ្នឹងគឺស្មើនឹង$2464ក្នុង1គីឡូក្រាមផងដែរបាទអញ្ចឹងទេយើងចាំមើលថានៅក្នុងចុងសប្តាហ៍នេះតើមានព័ត៌មានឬក៏ព្រឹត្តិការណ៍ណាមួយដែលធ្វើឲ្យប៉ះពាល់ទៅលើតម្លៃមាសក៏ដូចជាតម្លៃប្រាក់ហើយបើសិនជាមានការប្រែប្រួលឬក៏មានការអាប់ដេតយ៉ាងណាខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតដល់បងប្អូនទាំងអស់គ្នានៅក្នុងវីដេអូក្រោយបន្ថែមទៀតបាទអញ្ចឹងទេអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការគាំទ្រក៏ដូចជាតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ហើយបើសិនជាបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍បងប្អូនអាចធ្វើការចុច like ចុច share ដើម្បីឲ្យបងប្អូនរបស់យើងផ្សេងទៀតហ្នឹងគាត់បានឃើញផងហើយបើសិនជាបងប្អូនមានមតិយោបល់យ៉ាងណាបងប្អូនអាចធ្វើការ comment នៅក្រោមវីដេអូរបស់ខ្ញុំនេះបានបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាជម្រាបលាបាទ